កីឡាករវ័យក្មេងម្នាក់ពាក់អាវលេខ19ជួយឲ្យក្រុមជម្រើសជាតិរបស់ខ្លួនយកឈ្នះអាហ្សង់ទីនហើយគ្រងជើងឯក World Cup ឆ្នាំ2026បាទចង់ដឹងថាតើកីឡាករវ័យក្មេងម្នាក់នោះជាណាតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទស្វាគមន៍មកកាន់សាទូកា Channel ថ្ងៃនេះនាំបងប្អូនមកស្គាល់អំពីកីឡាករបាល់ទាត់ម្នាក់វ័យក្មេងដែលជាតារារះតចាស់តចង់ល្បីមែនទែនហើយជួយឲ្យក្រុមជាតិកំណើតរបស់ខ្លួនបានឡើងទៅដល់វគ្គផ្ដាច់ព្រាត់ហើយគ្រងជើងឯកបាទអញ្ចឹងបងប្អូនដឹងហើយគឺប្រទេសអេស្ប៉ាញបាទតើកីឡាករម្នាក់នោះជានរណាបាទកីឡាករម្នាក់នោះគឺឈ្មោះ Lamine Yamal បាទហើយគាត់ពាក់អាវលេខ19អាវរបស់គាត់លេខ19មិនដឹងទេថាលេខ19មានន័យថាម៉េចបាទលេខ19ហ្នឹងគឺតំណាងឲ្យអាយុរបស់ Lamine Yamal ហ្នឹងគឺ19ឆ្នាំបាទប៉ុន្តែរឿងដែលអស្ចារ្យមែនទែននៅពីក្រោយហ្នឹងគឺថាកាលពី19ឆ្នាំមុនគឺមានកីឡាករម្នាក់ដែលល្បីខ្លាំងហើយបន្តនៅតែល្បីដល់បច្ចុប្បន្នហ្នឹងឈ្មោះថា Messi 19ឆ្នាំមុន Messi ក៏ពាក់អាវលេខ19ដែរបាទហើយពេលនោះ Messi បានធ្វើការងារស្ម័គ្រចិត្តជាមួយនឹង UNICEF ហើយជាមួយនឹងក្រុម Barcelona ហ្នឹងគឺធ្វើឲ្យ Messi បានទៅជួយគ្រួសារក្រីក្រពេលហ្នឹងក៏បានងូតទឹកឲ្យកូនក្មេងម្នាក់ដូចក្នុងរូបដែលយើងបានឃើញតាម social media ហ្នឹងណាគឺម្នាក់នោះហើយគឺជា Lamine Yamal បាទអញ្ចឹងកាលពី19ឆ្នាំមុន Messi ជាអ្នកងូតទឹកឲ្យ Lamine Yamal ប៉ុន្តែ19ឆ្នាំក្រោយមក Lamine Yamal ប្រកួតយកឈ្នះយកចាញ់ដើម្បីដណ្ដើមពានរង្វាន់ពិភពលោក World Cup ហ្នឹងជាមួយនឹង idol របស់គាត់គឺ Messi ហើយដែលរឿងវាអស្ចារ្យចៃដន្យមែនទែនគឺថាការប្រកួតវគ្គផ្ដាច់ព្រាត់ World Cup ហ្នឹងក៏ចំថ្ងៃទី19ខែកក្កដាឆ្នាំ2021ទៀតបាទអញ្ចឹងលេខ19ហ្នឹងជាលេខនាំសំណាងហើយដែលនាំសំណាងមែនទែន Lamine Yamal នឹងឯងជាអ្នកបង្កឲ្យមានឱកាសដ៏ច្រើនដែលធ្វើឲ្យអេស្ប៉ាញមានព្រៀបទៅលើអាហ្សង់ទីនហើយឈានទៅដល់ការគ្រងជើងឯក World Cup ឆ្នាំ2021បាទប៉ុន្តែមុននឹងចូលទៅដល់សាច់រឿងពិស្ដារអំពីលេខ19ឬក៏ Lamine Yamal និង Messi ហ្នឹងសូមនាំបងប្អូនមករៀនភាសាអង់គ្លេសចំនួន10ពាក្យសិនបាទពាក្យទី1ពាក្យថា depicts ពាក្យទី2ពាក្យថា authenticity ពាក្យបន្តមកទៀត speculation ពាក្យថា capture ពាក្យថា legends ពាក្យថា amazing ពាក្យថា resurface ពាក្យថា AI generated ពាក្យថា incredible ចុងក្រោយគេពាក្យថា bright បាទអញ្ចឹងសូមបកប្រែពាក្យទាំង10ហ្នឹងសិនហើយចាំយើងចូលទៅសាច់រឿងបន្តអស្ចារ្យមែនទេលេខ19ហ្នឹងបាទទី1ពាក្យថា depicts ប្រែថាបង្ហាញស្ដែងឲ្យឃើញបញ្ជាក់ឲ្យឃើញពាក្យ authenticity ប្រែថាអត់មានខ្លែងបន្លំគឺថារក្សាភាពដើមអញ្ចឹងបើជាវត្ថុជារបស់មានន័យថាកាលណាវត្ថុហ្នឹង authenticity មានន័យថាវត្ថុហ្នឹងគឺអត់មានការខ្លែងបន្លំគឺរបស់ដើមរបស់ original របស់គេតែម្ដងបាទ speculation ហ្នឹងគឺជាការវិភាគជាការទស្សន៍ទាយទុកជាការវិភាគទុកជាការគិតថាវានឹងមានអីកើតឡើងអញ្ចឹងណាឧទាហរណ៍ថាបើសង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់កើតឡើងវិញវាអាចនាំឲ្យមានវិបត្តិប្រេងគឺប្រេងឡើងថ្លៃវិញអញ្ចឹងទៅអញ្ចឹង speculation ហ្នឹងគឺការជជែកគ្នាគិតថាគ្រូនឹងមានអីកើតឡើងពាក្យថា capture ប្រែថាក្នុងបរិបទរូបថតមានន័យថាយើងថតបានបើសំដៅទៅលើការរៀនសូត្រកណា capture មានន័យថាចាប់បានទទួលយកបានរៀនបានអញ្ចឹងទៅបាទពាក្យថា legends ប្រែថាវីរៈបុរសក៏បានប្រែថាអច្ឆរិយជនក៏បានបាទ amazing នេះអាចប្រើនៅក្នុងបរិបទថារឿងអីមួយដែលវាអស្ចារ្យ amazing ប្រែថាអស្ចារ្យមែនទែនបាទ resurface មានន័យថាលេចរូបរាងឡើងម្ដងទៀតពាក្យថា AI generated នឹងវាត្រូវបូកជាមួយនឹងនាមអីផ្សេងមួយទៀតមក AI generated photos មានន័យថារូបភាពដែលបង្កើតដោយ AI អញ្ចឹង AI generated នឹងបង្កើតដោយ AI បើអត្ថបទយើងសរសេរយើងសុំឲ្យ AI ជួយ AI generated text មានន័យថាអត្ថបទយើងសរសេរដោយ AI មិនមែនយើងអ្នកសរសេរខ្លួនឯងទេពាក្យថា incredible នឹងមានន័យថាឧត្តមឧត្តមមានន័យថាពិសេសពាក្យចុងក្រោយគេពាក្យថា bright
bright មានន័យថាភ្លឺត្រចះត្រចង់បាទអញ្ចឹងនេះជាពាក្យទាំង10តើតើងជាមួយនឹងអត្ថបទរបស់យើងសូមចូលទៅមើលតែម្ដងបាទអញ្ចឹងគឺមានការជជែកវែកញែកគ្នាតើតើងជាមួយនឹង Lamine Yamal ជាមួយនឹង Messi ជាពិសេសតើតើងជាមួយនឹងរូបភាពដែលបងប្អូនអាចឃើញនៅក្នុង screen ហ្នឹងគឺ Messi ងូតទឹកឲ្យក្មេងម្នាក់ដែលមុខស្តៀងដូច Lamine Yamal ហើយក៏មានការជជែកវែកញែកគ្នាថាតើរូបហ្នឹងជារូបដែល AI generated photo ឬក៏ជារូបពិតប្រាកដការជជែកវែកញែកគ្នាហ្នឹងរហូតដល់មានការគិតថារូបហ្នឹងជារូប AI មិនមែនជារូបពិតទេអញ្ចឹងទើបខាង UNICEF គេបានចេញមុខមកបញ្ជាក់ថារូបហ្នឹងជារូបពិតរូបហ្នឹងគឺជារូប authentic រូបពិតប្រាកដរូបដើមអត់មានប្រើ AI ដើម្បីធ្វើ Photoshop ដើម្បី generate អីទេអញ្ចឹងក្នុងហ្នឹងគេដាក់ចំណងយើងថា Lionel Messi's 2007 photo with baby Lamine Yamal confirm real by UNICEF ប្រែថារូបថតដែលមាន Messi ងូតទឹកឲ្យកូនក្មេងឈ្មោះ Lamine Yamal ហ្នឹងគឺជារូបភាពពិតប្រាកដដែលបានបញ្ជាក់អះអាងយ៉ាងច្បាស់ដោយ UNICEF ហេតុអីក្នុងហ្នឹងព័ត៌មានគេបានបញ្ជាក់ថាកំឡុងឆ្នាំ2007 Messi បម្រើជាកីឡាករនៅក្នុងក្លឹប Barcelona នៅប្រទេសអេស្ប៉ាញហ្នឹងណាហើយក្នុងកំឡុងពេលទំនេរគាត់ក៏បានចូលរួមជាមួយនឹងការងារស្ម័គ្រចិត្តរវាងគាត់ជាមួយនឹងខាង UNICEF ដើម្បីជួយក្រុមគ្រួសារឬក៏លើកទឹកចិត្តដល់ក្រុមគ្រួសារក្រីក្រក្រុមគ្រួសារជួបផលលំបាយហ្នឹងណាអញ្ចឹងក្រុមគ្រួសារមួយហ្នឹងគឺចៃដន្យមែនទែនគឺក្រុមគ្រួសាររបស់ Lamine Yamal ដោយក្នុងរូបថតហ្នឹងគឺ Messi បានងូតទឹកឲ្យ Lamine Yamal ហើយដែលរូបភាពហ្នឹងគឺត្រូវបានបង្ហោះដោយឪពុករបស់ Lamine Yamal ទើបធ្វើឲ្យមានការផ្ទុះការ share ការជជែកវិញអំពីរូបភាពហ្នឹងដែលមាន Messi ជាអ្នកងូតទឹកឲ្យ Lamine Yamal ហ្នឹងគឺរូបភាពហ្នឹងត្រូវបានបង្ហោះឡើងនៅឆ្នាំ2024ដោយឪពុករបស់ Lamine Yamal ហើយគាត់សរសេរនៅក្នុង caption ថា The beginning of two legends មានន័យថាការចាប់ផ្ដើមនៃវីរៈជនដ៏អស្ចារ្យពីរនាក់អញ្ចឹងគាត់សម្ដៅថាពេលហ្នឹងហើយគឺជាពេលដែល Messi ជាកីឡាករល្បីលំដាប់ពិភពលោកលេខ1ហើយមកងូតទឹកឲ្យកូនរបស់គាត់ឈ្មោះ Lamine Yamal ហ្នឹងឥឡូវ Lamine Yamal ហ្នឹងក៏ចូលធ្វើជាកីឡាករបាល់ទាត់ហើយក៏ជាកីឡាករបាល់ទាត់ដែលមានតួនាទីសំខាន់មែនទែននៅក្នុងក្រុម Barcelona ក៏ដូចជាក្រុមជម្រើសជាតិអេស្ប៉ាញក្នុងអត្ថបទគេថា UNICEF confirm the photo is authentic អញ្ចឹង UNICEF បានបញ្ជាក់យ៉ាងច្បាស់ថារូបថតដែលបានចែកចាយហ្នឹងគឺជារូបថតពិតប្រាកដអត់មានការកុហកបោកប្រាស់ទេហើយរូបថតហ្នឹងត្រូវបានល្បីម្ដងទៀតនៅឆ្នាំ2026ហ្នឹងពេលដែល Messi ហើយជាមួយនឹង Lamine Yamal ឬក៏ថា Argentina ហើយនឹងអេស្ប៉ាញជួបគ្នាដណ្ដើមពានរង្វាន់ World Cup ពិភពលោកប្រៀបធៀបដូច Messi ដណ្ដើមពានរង្វាន់ World Cup ជាមួយនឹង Lamine Yamal អញ្ចឹងមុនពេល World Cup Final ចូលមកដល់ហ្នឹងម្នាក់គឺមានការគិតថាអាច Messi ជាអ្នកខ្លាំងព្រោះ Messi ជាអ្នកជួយលើកទឹកចិត្តឲ្យ Lamine Yamal ក្លាយជាកីឡាករដែលថាខ្លាំងដែរហ្នឹង Lamine Yamal ខ្លាំងល្បីដូចសពថ្ងៃហ្នឹងក៏ដោយសារតែ inspiration ចេញពី Messi នឹងឯងអញ្ចឹងគេគិតថាMessi នឹងឈ្នះតែទីបំផុតគឺ Lamine Yamal ជាអ្នកឈ្នះបញ្ជាក់ Lamine Yamal ពាក់អាវលេខ19ហ្នឹងណាលេខ19ហ្នឹងគឺពិសេសត្រង់ថាកាលពី19ឆ្នាំមុន Messi ជាអ្នកងូតទឹកឲ្យគាត់ហើយកាលពី19ឆ្នាំមុន Messi ពាក់អាវលេខ19បាទហើយ final match នៅថ្ងៃចុងផ្ដាច់ព្រាត់នៅកម្មវិធី World Cup ហ្នឹងធ្វើនៅថ្ងៃទី19ទៀតបងប្អូនអញ្ចឹងគឺលេខ19ជាលេខអស្ចារ្យលេខនាំសំណាងលេខនាំឲ្យ Lamine Yamal ជាមួយនឹងក្រុមជម្រើសជាតិរបស់ខ្លួនក្រងជើងឯក World Cup លើពិភពលោកបាទព័ត៌មានបន្ថែមបងប្អូនអាចមើលនៅក្នុង Yahoo Sport ខ្ញុំក៏នឹងទម្លាក់ link ហ្នឹងនៅក្នុងវីដេអូរបស់យើងដែរយើងអាចមើលបន្ថែមបាទក៏មានការជជែកវែកញែករវាង Messi ជាមួយនឹង Lamine Yamal ក៏គាត់មានជាភាសាមកដែរចំពោះ Messi គាត់មានអារម្មណ៍ថា it was crazy ដូចថាពីមុនមកមិនគួរឲ្យជឿណាដែលទីបំផុតក្មេងម្នាក់ដែលគាត់ងូតទឹកឲ្យនោះដែលគាត់ជួយនោះคล้ายជាកីឡាករ winger ជាស្លាបជាកីឡាករបាល់ទាត់ដ៏សំខាន់នៅក្នុងក្រុមរបស់អេស្ប៉ាញដែលនឹងត្រូវជួបប្រឈមជាមួយក្រុមរបស់គាត់គឺក្រុមអាហ្សង់ទីនហ្នឹងហើយចឹងគឺអ្វីដែលអស្ចារ្យមែនទែនគឺថា Messi គឺជា
ជា idol មួយដែលពិភពលោកគេស្រឡាញ់គេចូលចិត្តហើយក្នុងនោះឡាមីនយ៉ាម៉ាល់ក៏ស្រឡាញ់ idol គឺ Messi នឹងដែរហើយបើគ្មាន Messi ទេក៏គ្មានឡាមីនយ៉ាម៉ាល់ដ៏អស្ចារ្យនឹងដែរមានឡាមីនយ៉ាម៉ាល់ប៉ុន្តែប្រហែលជាមិនអស្ចារ្យទេតែដោយសារ Messi គាត់ជា inspiration ឡាមីនយ៉ាម៉ាល់ក៏ខ្លាយជាកីឡាករដ៏ល្អម្នាក់ដ៏ខ្លាំងម្នាក់ឡាមីនយ៉ាម៉ាល់មិននឹកស្មានខ្លួនឯងដែរក្នុងហ្នឹងគឺគេដាក់ហ្នឹងគឺថាដែលខ្លួនជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញហ្នឹងត្រូវឡើងទៅវគ្គផ្ដាច់ព្រាត់ជួបជាមួយនឹង Messi បាទហើយបច្ចុប្បន្នហ្នឹងក៏មិនគួរឲ្យជឿដែរថាទីបំផុតឡាមីនយ៉ាម៉ាល់នឹងឯងជាអ្នកទៅបំបាក់ Messi ឬក៏ថាអេស្ប៉ាញនឹងឯងជាអ្នកទៅបំបាក់ក្រុមជើងខ្លាក់ទម្លាក់ជើងឯកចាស់ World Cup ហ្នឹងណាហើយដែលជួយឲ្យអេស្ប៉ាញក្រងជើងឯក World Cup ឆ្នាំ2021ហើយអេស្ប៉ាញនឹងខ្លាំងបងប្អូន2024បើបងប្អូនចាំគឺអេស្ប៉ាញនឹងហើយជាអ្នកក្រងជើងឯកEuro 2024ហើយដល់មកដល់បំបាក់គេបំបាក់ឯងទម្លាក់ប្រទេសគេផ្សេងខ្ទេចខ្ទីអស់ហើយមកទម្លាក់អាសង់ទៀនទៀតបានជើងឯក World Cup ឆ្នាំ2021ទៀតបាទអញ្ចឹងនេះគឺជាភាពអស្ចារ្យរបស់មីនយ៉ាម៉ាល់ហើយដែលពិសេសមែនតើគឺថាកាលពី19ឆ្នាំមុនគាត់ជាក្មេងតូចម្នាក់ដែលមានកីឡាករម្នាក់ពាក់អាវលេខ19ងូតទឹកឲ្យគាត់19ឆ្នាំក្រោយមកគាត់ត្រូវប្រកួតហើយពាក់អាវលេខ19ហ្នឹងប្រកួតប្រជែងជាមួយនឹង idol របស់គាត់ Lionel Messi នៅថ្ងៃទី19ទៀតទីបំផុតគាត់យកឈ្នះពានរង្វាន់ World Cup ជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញរបស់គាត់បាទអបអរសាទរទៅដល់ក្រុមអេស្ប៉ាញក៏ដូចជាឡាមីនយ៉ាម៉ាល់ហើយក៏សោកស្ដាយទៅដល់ក្រុមអាសង់ទីនដែលអាចធ្វើបានត្រឹមតែជាជើងឯករើសបាទយ៉ាងណាសូមអរគុណប៉ុន្តែមុនបញ្ចប់សូមបញ្ជាក់ឡើងវិញពាក្យទាំង10របស់យើងគឺពាក្យទី1ពាក្យថា depicts នេះប្រែថាបង្ហាញស្ដាយឲ្យឃើញបង្ហាញឲ្យឃើញ authenticity មានន័យថាច្បាប់ដើមពិតប្រាកដរក្សារូបរាងដើមពិតប្រាកដ speculation ការជជែកវែកញែកការវិភាគcapture នេះមានន័យថាចាប់បានមានន័យថាបង្ហាញដែរ capture ហ្នឹងបើក្នុងបរិបទរៀនមានន័យយើងទទួលយកចំណេះដឹងបានទទួលយល់អញ្ចឹងណាតែបើ capture ក្នុងរូបថតមានន័យថាយើងថតចាប់បាន legends វីរៈជនដែលអស្ចារ្យបាទ amazing ប្រែថាអស្ចារ្យ resurface លេចរូបរាងឡើងមកម្ដងទៀត AI generated បង្កើតដោយ AI អាចជារូបភាពអាចជាអក្សរអាចជាវីដេអូអាចជាចម្រៀងអីដែលឥឡូវចម្រៀងច្រើនណាស់បង្កើតច្រៀងដោយ AI អញ្ចឹងគេហៅ AI generated song បាទ incredible មានន័យថាឧត្តមឧត្តមនិងពាក្យចុងក្រោយគេគឺ bright ភ្លឺត្រចះត្រចង់ភ្លឺថ្លាបាទអញ្ចឹងនេះជាពាក្យទាំង10ដែលយើងគួរតែរៀនហើយអរគុណច្រើនចំពោះការគាំទ្រជាពិសេសអរគុណចំពោះការ Subscribe បាទជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណ